សម្រាប់គម្រោងនេះដំបូងឡើយបងអូស TikTok មកឃើញហើយដំបូងវាស្តៀងជាមួយនឹងផ្ទះវិឡាភ្លោះអីធម្មតាតែដល់ពេលមើលទៅរៀងប្លែកហើយឈ្មោះក៏រៀងប្លែកដែរហើយក៏អង្គុយមើលគេ review អីចឹងទៅយើងចាប់អារម្មណ៍ខ្លាំងមែនតើហ្មងប៉ុន្តែសួរចង់ចូលកន្លះឆ្នាំហើយផ្ទះនេះគម្រោងរៀងស្អាតដោយសារអីបងមើលទៅវាមានពលឺជះចូលមកច្រើនខុសប្លែកពីផ្ទះវិឡាភ្លោះទូទៅព្រោះបច្ចុប្បន្នបងនៅវិទវិឡាភ្លោះតែនៅបរិយាពេញដូចគ្នាផ្ទះ print ផ្ទះ queen ផ្ទះអីវាស្អាតដូចគ្នាក៏ប៉ុន្តែនេះវាប្លែកវា model ចុងក្រោយមកចាមកជា model ជាងស្លាកមានកញ្ចក់ឈរសំខាន់ស្លាញ់ក្រានបាយខាងក្រោយចាស្លាកធំហើយបងជួយចិត្តធ្វើមកហូបទៀតជួយចិត្តធ្វើមកហូបខ្ញុំមើលវីដេអូបងរហូតហើយមួយមកផ្ទះហើយវាអត់ញ៉ៃវាមកជុំស្អាតណាចូលចិត្តអត់ចូលចិត្តញ៉ៃ